ក្រោយមកហ្នឹងទៅមានអ្នកប្រាជ្ញរាជបណ្ឌិតហ្នឹងមានការរៀបចំធ្វើជាប្រស្នារៀបចំកម្មវិធីដើម្បីបន្សល់ទុកឲ្យយើងពិចារណាដោយជាអ្នកស្លាប់ដែលចាស់បុរាណឲ្យយកប្រកាសដាក់ក្នុងមាត់ហើយយើងតែមិនយល់យើងតែសម្គាល់ថាឲ្យអ្នកស្លាប់ទៅយកប្រកាសហ្នឹងទៅចាយតាមផ្លូវមែនទេអ្នកដែលមិនយល់ឥឡូវយកប្រកាសប្រមាណកាក់ហ្នឹងទៅទិញអីបានទិញអីបាននៅក្នុងឋានយមរាជឋានខ្មៅទិញអីខ្លះហើយចាស់តែគេធ្វើអញ្ចឹងដើម្បីអីបញ្យល់ថាសត្វលោកដែលស្លាប់ទៅសូម្បីតែប្រកាសក៏យកទៅមិនបានដែរដល់ឲ្យយើងមិនយល់យើងថាដាក់ប្រកាសទៅដើម្បីឲ្យអ្នកស្លាប់ទៅយកទៅទិញអាហ្នឹងមកពីការយល់ខុសរបស់យើងតាមតែពិតចាស់បុរាណគេដាក់ដើម្បីជាប្រស្នាឲ្យយើងគិតថាសូម្បីតែលុយទាំងប្រកាសដែលគេយកដាក់នៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ស្លាប់ទៅប្រះប្រត់នៅផ្ទះពេញខណ្ឌដីឃើញទេនេះអ្នកប្រាជ្ញឬក៏ចាស់បុរាណហ្នឹងគេឲ្យយើងគិតគាត់មិនមែនដាក់ទៅទាំងល្ងិតល្ងងដោយយើងគិតទេអញ្ចឹងចាស់បុរាណមិនមែនជាមនុស្សល្ងងទេដែលបង្កើតតែកម្មវិធីនេះបានដើម្បីជាសេចក្តីអប់រំដល់យើងទាំងអស់គ្នាថាកុំអាឡោះអាឡៃកុំជាប់ជំពាក់នៅរបស់របរទាំងអស់នេះព្រោះរបស់របរទាំងអស់នេះមិនមែនឲ្យយើងសុខឲ្យយើងស្រណុកសប្បាយទេតែនឹងគេមានន័យបញ្យល់អញ្ចឹងតែដល់ឲ្យយើងអត់មានយល់អីទៅអញ្ចឹងយល់ថាអូគាត់ស្លាប់ទៅដើម្បីយកលុយហ្នឹងទៅចាយឥឡូវចិត្តយកទៅមើលប្រកាសដែលយកដាក់ក្នុងមាត់របស់គាត់ទៅពេលតែដល់ស្លាប់ទៅប្រកាសហ្នឹងឆេះអស់ឬក៏នៅឬក៏ទៅតាមជាមួយអ្នកស្លាប់ទៅអត់ទៅទៀតកូនណារើសបានថាកូននឹងសំឡាងទៀតមើលសូម្បីតែប្រកាសហ្នឹងគាត់យកទៅមិនបានផងដល់អ្នកខ្លះយល់ខុសខ្លះទៅដុតទាំងទូរស័ព្ទតម្លៃរាប់រយដុល្លារក៏មានហ្នឹងមកអំពីយើងយល់យ៉ាងម៉េចថាឲ្យអ្នកស្លាប់ទៅនឹងទេបានហ្មងទៅខាងខ្មោចនឹងទាក់ទងគ្នាបានហ៊ានខ្លះដុតរបស់របរមានតម្លៃច្រើនប៉ុន្តែដុតនឹងមិនដឹងថាគេមានន័យយ៉ាងម៉េចទេអានេះគ្រាន់តែសម្ដែងរៀបរាប់ឲ្យញាតិញោមយល់ក្នុងគោលដែលគេដាក់ប្រកាសហ្នឹងគឺឲ្យយើងគិតថាអ្វីទាំងអស់ក្នុងโลกនេះយកទៅមិនបានទេហ្នឹងណាកុំចំណាយនៅរបស់របរដែលសំខាន់ហ្នឹងអញ្ចឹងសូម្បីប្រកាសដែលគេយកដាក់ក្នុងមាត់គាត់យកទៅមិនបានផងអ្វីដែលយកទៅបានជាមួយយើងញោមរកឃើញអ្វីដែលយកទៅបានបាបនិងបុណ្យនឹងមានតែបាបនិងបុណ្យដែលយើងធ្វើហើយហ្នឹងគឺជាបច្ច័យសម្រាប់ឲ្យយើងនៅក្នុងភពខាងនេះចឹងបានថា4អ្នកសែង3អ្នកហែ1អង្គុយលើគ្រែ2ជាប់តា4អ្នកហែគឺស្អីគេទឹកដីភ្លើងខ្យល់3អ្នកហែស្អីគេ4អ្នកសែង3អ្នកហែគឺស្អីវ័យទាំង3ហើយយើងដឹងពីវ័យទី1វ័យទី2ដល់វ័យទី3វ័យទី1ចាប់អំពីកំណើតកើតមករហូតទៅដល់អាយុ15ឆ្នាំហ្នឹងហៅថាបឋមវ័យវាដង្ហែយើងរហូតឃើញទេហើយយើងពីបឋមវ័យទៅកាន់មជ្ឈិមវ័យពីមជ្ឈិមវ័យទៅកាន់បច្ឆិមវ័យវ័យចុងបញ្ចប់ហើយវាដង្ហែយើងពីក្មេងទៅដល់ចាស់ឃើញទេហើយយើងពីកើតទៅដល់ស្លាប់មួយអង្គុយលើគ្រែគឺស្អីគេយកមួយអង្គុយលើគ្រែគឺស្អីគេគឺចិត្តណាគឺសម្រេចណាហើយទីចុះតាមគឺស្អីគឺបំនឹងបានកុសលនិងអកុសលណាអញ្ចឹងអ្វីទាំងអស់ដែលយកទៅជាមួយនឹងយើងមានអ្វីក្រៅអំពីបុណ្យនិងបាបទេញាតិញោមកុំសម្គាល់ថាយកលុយយកកាក់យកប្រាក់យកកាក់ទៅបាននៅសូម្បីតែកូនរបស់យើងដែលជាទីស្រឡាញ់ពេញចិត្តបាត់មិនបានក៏យកទៅមិនបានផង
ទ្រព្យសម្បត្តិមានដែលជាទីពេញចិត្តរបស់យើងក៏មិនអាចយកទៅបានចង់តម្រង់ណាសម្បត្តិក្នុងលោកជាសម្បត្តិខាងក្រៅអ្វីទៅដែលអាចយកទៅបានគឺមិនបានទេសូម្បីខ្លួនប្រាណរបស់បុគ្គលដែលស្លាប់ទៅយកទៅមិនបានផងចឹងណាចឹងបានថាញាតិញោមត្រូវគិតត្រូវពិចារណាធ្វើអ្វីត្រូវប្រកបដោយបញ្ញាណាអ្វីដែលធ្វើទាំងអស់សត្វតែជារឿងកម្មវិធីទេណាញោមកុំសម្គាល់ថាធ្វើយ៉ាងនេះត្រូវធ្វើយ៉ាងនោះខុសអានឹងស្រេចទៅលើអ្នកយល់តែយល់ខុសយល់ត្រូវដោយអាត្មារៀបរាប់មិញចាស់តែគេបង្កើតកម្មវិធីចងខ្សែដង្ហែសពអានឹងសត្វតែជាវិធីទេជាវិធីសាសនាមិនមែនជាធម៌នៅក្នុងព្រះពុទ្ធសាសនាទេគ្រាន់តែជាលក្ខណៈដឹកនាំដើម្បីឲ្យពុទ្ធបរិស័ទនឹងមានការពិចារណាអញ្ចឹងបានថាយើងធ្វើអ្វីត្រូវយល់នៅក្នុងកម្មវិធីនឹងតែយើងយល់មិនដូចគ្នាតែមានកំណត់តែយើងមានកំណត់ហើយគឺមានវិវាទគ្នាទោះតែនៅក្នុងសាសនាចឹងបានថារស់នៅទៅមកមិនស្គាល់ទីតាំងវែងទៅក្នុងឆ្នាំមិនស្គាល់សម្លឆ្កែដេកលើស្រូវមិនស្គាល់អង្កររស់ក្នុងព្រះធម៌នៅទៅឆ្លោះគ្នាឃើញទេសត្វហើតាមចលឥតស្គាល់វេហាត្រីក្នុងចលសាឥតស្គាល់គង្គាចំលែងរកដីឥតស្គាល់ពោះសភារស់រងវេទនាមិនស្គាល់ក្តីទុក្ខអញ្ចឹងរឿងនេះចង់បញ្ជាក់ប្រាប់ថាយើងរស់នៅក្នុងពុទ្ធសាសនាប៉ុន្តែយល់ធម៌នឹងមកប៉ុណ្ណឹងប្រជែងគ្នាយល់ធម៌នឹងមកប្រកែកគ្នាតើធម៌ប្រពុតនាំឲ្យយើងប្រកែកគ្នាឬក៏នាំឲ្យយើងនឹងពិចារណាបប្រតិបត្តិធម៌របស់ប្រពុតនឹងគឺនាំឲ្យយើងទាំងអស់គ្នាគោរពប្រតិបត្តិមិនមែនយកឲ្យយើងនឹងរៀនហើយមកចាំចាលគ្នាមកឆ្លោះគ្នាអីអានឹងមិនមែនជាលក្ខណៈដែលជាអ្នកសិក្សាពធទេចឹងភាពត្រឹមត្រូវនៃការគោរពប្រតិបត្តិធម៌ដែលរស់នៅក្នុងសាសនាគឺយកធម៌នឹងឯងទៅគោរពប្រតិបត្តិធ្វើឲ្យជាក់ច្បាស់ហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យល្អឲ្យត្រឹមត្រូវនៅក្នុងផ្លូវចិត្តខ្លួនឯងរឿងការធ្វើកម្មវិធីដតីនានាហ្នឹងសុទ្ធតែជាលក្ខណៈប្រាថ្នាដែលចាស់បុរាណហ្នឹងដឹកនាំឲ្យយើងយល់បើសិនណាយើងយល់ទាំងអស់នេះហើយរឿងទាំងអស់ហ្នឹងមិនបាច់ធ្វើក៏បានដែរដោយជាការដង្ហែសពការចងស្បូវភ្លៀងការពុះមុខភ្លើងអីហ្នឹងវិធីទាំងអស់ហ្នឹងមិនមានក៏បានដែរឲ្យតែយើងយល់ប៉ុន្តែមាននេះដោយសារយើងមិនយល់ដែលគេដឹកនាំឲ្យយើងមានហ្នឹងមកអំពីយើងមិនយល់បានគេធ្វើទៅដើម្បីឲ្យយើងនឹងឯងឆ្ងល់ទៅទូតែបួសដើម្បីអីចងស្បូវភ្លៀងចំដើម្បីអីហើយមានអ្នកដើរមុខអភិធម្មមានប្រសង់តាមជិះនៅលើរតាច់សពអីជាដើមហ្នឹងអានេះគេធ្វើសិតតែមានន័យដល់ឲ្យយើងមិនយល់ន័យយើងសម្គាល់ខុសហើយអញ្ចឹងបានថារឿងទាំងអស់ហ្នឹងនៅលើការយល់របស់យើងជាពិសេសគឺថាយល់ចំណាយល់ទៅឲ្យតែត្រូវយល់ចំណាយល់ទៅកុំឲ្យទៅទាស់គ្នាអញ្ចឹងបានថាអ្នកចាត់ចែងកម្មវិធីហ្នឹងគឺអ្នកដែលឆ្លៀវឆ្លាស់អ្នកដែលយល់ដឹងចឹងណាញោមអញ្ចឹងគេដឹកនាំយ៉ាងម៉េចមុនក្រោយអត់សំខាន់ទេសំខាន់គឺយើងយល់តាមបែបបទណាព្រោះរឿងរ៉ាវទាំងអស់ហ្នឹងប្រសងក៏នៅមានការដឹកនាំអ្នកចេះគឺអ្នកឆ្លៀវឆ្លាស់ដឹកនាំមុនក្រោយអត់សំខាន់ទេសំខាន់ឲ្យតែយើងនឹងមានចិត្តមេត្តាយោគយល់ណាអាហ្នឹងបត់ការដោយសារចិត្តមេត្តានឹងឯងទាំងអស់គ្នាហ្នឹងមិនមែនថាចង់លុបបំបត្តិប្រពៃណីទេអានេះគ្រាន់តែបើសិនតែញាតិញោមយល់ហើយរឿងប្រពៃណីទាំងអស់ហ្នឹងមិនបាច់មានក៏បានដែរអានេះដែលគេធ្វើដោយសារញាតិញោមទាំងអស់គ្នាមិនយល់ណាមិនយល់អញ្ចឹងទៅចាស់បុរាណបង្កើតវិធីនានាហ្នឹងដើម្បីឲ្យក្មេងចំនួនក្រោយហ្នឹងយល់ឲ្យមានក្មេងចំនួនក្រោយហ្នឹងដឹងបើថាមិនបង្កើតទេវប្បធម៌ហ្នឹងក៏ត្រូវតែមិនមានតែត្រូវតែសាបសូន្យដែរចឹងណាអញ្ចឹងរឿងរ៉ាវទាំងអស់នេះដែលស្មាសម្ដែងមកប៉ុណ្ណេះក៏ដើម្បីចង់ឲ្យញាតិញោមនឹងយល់ចង់ឲ្យញាតិញោមនឹងឯងគោរពបូជាបដិបត្តិហើយ
ធ្វើនៅក្នុងចិត្តយ៉ាងម៉េចណាឲ្យបានល្អឲ្យបានត្រឹមត្រូវណាពិចារណាឲ្យឃើញទៅក្នុងផ្លូវល្អតែយើងគិតមិនល្អអាហ្នឹងទៅជាអកុសលដែលបានផលមកបំប្តីទុកមកឲ្យការដែលយើងគិតមិនល្អដោយសារអីញោមពាក្យថាមិនល្អដោយសារអីដោយសារចិត្តលោភៈឬក៏ទោសៈឬក៏ផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុត